dương cái lệnh mơអំពី fair value gap តើ fair value gap គឺជាអ្វីហើយហេតុអីបានវាកើតឡើងចំពោះ fair value gap វាកើតឡើងដោយសារស្ថាប័នធំចូលដោយបន្តបន្ទាប់ដែលវាធ្វើឲ្យតម្លៃមួយហ្នឹងហោះឡើងយ៉ាងខ្លាំងអញ្ចឹងយើងនឹងមើលពីរបៀបចាប់អំពី fair value gap អញ្ចឹងទី1អ្នកគ្នាត្រូវពិនិត្យមើលទៅលើនេះអញ្ចឹងនៅពេលដែលវាមាន candle មួយហើយ candle បន្ទាប់វាមានកម្លាំងហោះឡើងមែនតើបន្ទាប់មកនេះយើងពិនិត្យមើល wick កន្លែងទី1អ្នកគ្នាឃើញ wick ទី1តបមក candle បន្ទាប់វាហោះឡើងស្គុយតបមក candle បន្ទាប់មួយទៀត wick របស់វាអត់បានមកដល់នេះអត់ដល់ប៉ះ wick មួយនេះទេអញ្ចឹងបើវាប៉ះយើងអាចចាប់វាជា fair value gap បានទេបើ wick របស់វានេះអត់ប៉ះទេឃើញទេវាមកដល់ត្រឹមនេះទេអញ្ចឹងនៅចន្លោះហ្នឹងនេះខ្ញុំនឹងចាប់ឲ្យអ្នកគ្នាមើលគឺនៅចន្លោះហ្នឹងគឺគេហៅថា fair value gap ស៊ីអញ្ចឹងយើងមកមើលបន្ទាប់មួយទៀតអ្នកគ្នាឃើញនៅឥឡូវយើងមើល bia ទី1ដែលនេះឃើញទេតមក candle បន្ទាប់វាចុះយ៉ាងខ្លាំងបន្ទាប់មក candle ទី3អ្នកគ្នាឃើញទេនេះគឺ wick នេះអត់បានមកប៉ះអានេះទេឃើញទេអត់បានមកប៉ះហើយអា wick នេះក៏អត់បានមកប៉ះនេះដែរអញ្ចឹងវាបានបន្សល់ចន្លោះមួយយើងចាត់វាជាថាអញ្ចឹងយើងសល់ចន្លោះមួយអញ្ចឹងយើងចាប់វាជា fair value gap ឃើញទេអញ្ចឹង fair value gap នេះគឺវាអត់មានដំណើរការទេវាបានបែកអញ្ចឹងយើងមកក្លែកមើលនៅតំបន់មួយនេះវិញទៀតយើងមកមើល candle ទី1អញ្ចឹងទីផ្សារវាបានមូលយ៉ាងខ្លាំងអញ្ចឹងពួកស្ថាប័នធំគឺវាបានចូលបន្តបន្ទាប់ដែលវាធ្វើកម្លាំង candle ហ្នឹងគឺឡើងខ្លាំងអញ្ចឹងនេះគឺជា candle ទី1របស់យើង candle ទី2ហើយទី3អញ្ចឹងយើងក្លែកមើល candle ទី1គឺ wick ទី1ហើយនេះគឺជា candle ទី3របស់យើងអ្វីដែលអ្នកគ្នាត្រូវមើលទី1គឺ candle ទី1និងទី3យើងត្រូវមើល wick របស់វាតើ wick របស់វាបានមកដល់នេះអត់ឧទាហរណ៍ថានេះអានេះជា wick អញ្ចឹងវាបានមកដល់កន្លែងតំបន់មួយនេះអញ្ចឹងយើងអាចចាប់វាជា fair value gap បានដែរដោយសារវាអត់មានចន្លោះអញ្ចឹងឧទាហរណ៍ថាមួយនេះចុះវាបានមកប៉ះអញ្ចឹងបោះ wick មកអញ្ចឹងមកប៉ះអាក្រោមនេះអញ្ចឹងយើងក៏អាចចាប់វាជា fair value gap បានដែរឃើញទេស៊ីអញ្ចឹងនៅពេលដែលវាអត់បានប៉ះអញ្ចឹងវាសល់ចន្លោះអញ្ចឹងយើងអាចចាប់វាបានជា fair value gap អានេះមួយទៀត fair value gap ហើយបន្ទាប់មកក៏មាន fair value gap ឃើញទេហើយបន្ទាប់មកនេះឃើញទេកន្លែងនេះអ្នកគ្នាស៊ីកន្លែងនេះគឺ wick របស់វាបានកាត់គ្នាឃើញទេអញ្ចឹងយើងអាចចាប់វាជា fair value gap បានទេឃើញទេឥឡូវយើងអូសមកនេះឃើញទេវាបានប៉ះគ្នាអញ្ចឹងយើងអាចចាប់វាបានទេតែបើយើងមើលលើឃើញទេយើងចាប់វាបានទៀត wick របស់វាយើងអូសមកឃើញទេអត់មានប៉ះលើនេះទេអញ្ចឹង fair value gap គឺយើងរៀនចាប់បែបហ្នឹងសិនមកបន្តិចទៀតយើងដឹងហើយថានៅតំបន់មួយណាយើងគួរចាប់តំបន់មួយណាយើងមិនគួរចាប់